ស៊ីណូភីងជាសមាជិកនៃក្រុមចៅសមុទ្រដងហៃតេដែលស្ថិតក្រោមការដឹកនាំរបស់ដូ Flamingo អ្វីដែលគួរចាប់អារម្មណ៍ពីគាត់គឺការស្លៀកពាក់របស់គាត់ដែលមើលទៅដូចកូនក្មេងចឹងមនុស្សជាច្រើនបានសើចចំអកគាត់ហើយគិតថាគាត់ខួតតើស៊ីណូភីងជានរណាឲ្យប្រកាសហើយហេតុអីបានជាគាត់ស្លៀកពាក់ដូចជាកូនក្មេងបែបនេះសួស្តីអ្នកទាំងអស់គ្នាខ្ញុំយ៉ាតថ្ងៃនេះខ្ញុំនឹងមកសម្រាយសាច់រឿងអំពីប្រវត្តិនៃតួអង្គចៅសមុទ្រម្នាក់ឈ្មោះស៊ីណូភីងនៅក្នុងអេពីសូតទី715នៃរឿង One Piece យើងបានឃើញពីការប្រយុទ្ធគ្នារវាង Luffy ក្រុមរបស់គាត់និងសម្ព័ន្ធមិត្តរបស់គាត់ប៉ះជាមួយនឹងក្រុមរបស់ Do Flamingo នៅ Dressrosa ក្នុងការប្រយុទ្ធនោះយើងឃើញ Frankie ដែលជាសមាជិកក្រុមរបស់ Luffy ប៉ះជាមួយនឹង Sinoping ដែលជាកូនចៅរបស់ Do Flamingo នៅក្នុងអេពីសូតនេះសាច់រឿងក៏បានបង្ហាញពីប្រវត្តិដ៏កំសត់របស់ Sinoping ផងដែរដូច្នេះសូមឲ្យខាតពេលយូរសូមទស្សនាសាច់រឿងនៃប្រវត្តិ Sinoping ជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងបានចាប់ផ្ដើមនៅពេល Sinoping កំពុងចូលច្រកភ្លៀងគាត់ក៏បានជួបនារីម្នាក់ដែលចៃដន្យធ្វើថា Rathian ទោះបីជាខ្លួននាងកំពុងសើមក៏ដោយតែនាងនៅតែញញឹមស្អាតមែនតើហើយនាងថែមទាំងប្រាប់ Sinoping ថានាងចូលចិត្តភ្លៀងណាស់ចាប់តាំងពីថ្ងៃនោះមក Sinoping បានចាប់ផ្ដើមតាក់ទងជាមួយ Rathian ហើយដែលជាមួយនាង Rathian បានប្រាប់ Sinoping ថានាងស្អប់ចៅសមុទ្រខ្លាំងណាស់ហើយ Sinoping ក៏បានប្រាប់សងសាគាត់ថាគាត់ជាចៅសមុទ្រទេគាត់បានកុហកនាងថាគាត់ធ្វើការនៅធនាគារមិនយូរប៉ុន្មាន Sinoping ក៏បានរៀបការជាមួយនឹង Rathian ប៉ុន្តែដោយសារតែ Sinoping ជាចៅសមុទ្រគាត់អត់សូវបាននៅផ្ទះទេគាត់តែងតែចេញប្លន់ជាមួយក្រុមរបស់ Do Flamingo ថ្ងៃមួយនៅពេលគាត់បានត្រឡប់មកផ្ទះវិញគាត់បានទិញមួក baby មួយសម្រាប់កូនរបស់គាត់ប្រពន្ធរបស់គាត់ដែលកំពុងមានផ្ទៃពោះសប្បាយចិត្តមែនតើហើយនាងស្រឡាញ់មួកនោះខ្លាំងណាស់មិនយូរប៉ុន្មានប្រពន្ធរបស់គាត់បានសម្រាលបានកូនប្រុសម្នាក់ហើយ Sinoping បានដាក់ឈ្មោះឲ្យកូនប្រុសរបស់គាត់ថា Gimlet Sinoping នៅតែបន្តធ្វើចៅសមុទ្រដោយគាត់តែងតែចេញប្លន់ជាមួយក្រុមនឹងគ្នារបស់គាត់ដោយមិនឲ្យប្រពន្ធរបស់គាត់ដឹងទេថ្ងៃមួយកូនរបស់គាត់ពិតជាក្តៅខ្លួនខ្លាំងមែនតើប្រពន្ធរបស់គាត់បានព្យាយាមយកកូនទៅពេទ្យតែគួរស្ដាយកូនរបស់គាត់បានស្លាប់ដោយសារក្តៅខ្លួនខ្លាំងពេក Sinoping ក៏បានដឹងថាកូនរបស់គាត់បានស្លាប់ទេដោយសារតែគាត់កំពុងធ្វើការងារជាមួយនឹងក្រុមរបស់ Do Flamingo នៅពេលគាត់ត្រឡប់មកផ្ទះវិញគាត់បានឃើញប្រពន្ធរបស់គាត់កំពុងអង្គុយយំកាន់រូបថតរបស់កូនគាត់ពេលនោះទៅគាត់ដឹងថាកូនរបស់គាត់បានស្លាប់ប្រពន្ធរបស់ Sinoping ពិតជាខឹងនឹងគាត់ខ្លាំងមែនទែនដោយសារតែគាត់បានចេញពីផ្ទះដោយស្ងាត់និងមិនបានប្រាប់នាងហើយនាងក៏បានដឹងថែមទៀតថា Sinoping គឺជាចៅសមុទ្របន្ទាប់មកប្រពន្ធរបស់គាត់ក៏បានរត់ចេញពីផ្ទះទាំងមេឃកំពុងមានភ្លៀងនិងព្យុះហើយនាងក៏បានជួបគ្រោះថ្នាក់រហូតពីការខ្លាចជាមនុស្សរុក្ខជាតិ Sinoping ពិតជាសោកស្ដាយណាស់ដែលប្រពន្ធរបស់គាត់ខ្លាចជាបែបនេះគាត់បាននិយាយថាគាត់កុហកនាងព្រោះគាត់ស្រឡាញ់នាងមិនចង់បាត់បង់នាងព្រោះយើងដឹងហើយថា Rathian នាងពិតជាស្អប់ចៅសមុទ្រខ្លាំងណាស់អញ្ចឹង Sinoping អត់ហ៊ានប្រាប់នាងថាគាត់គឺជាចៅសមុទ្រទេទោះជាយ៉ាងណាក៏ដោយ Sinoping អត់បានបោះបង់ប្រពន្ធគាត់ចោលទេហើយគាត់តែងតែមកមើលថែនាងជារៀងរាល់ថ្ងៃគាត់ពិតជាចង់ឃើញស្នាមញញឹមរបស់ប្រពន្ធគាត់ម្ដងទៀតខ្លាំងណាស់គាត់បានព្យាយាមធ្វើឲ្យប្រពន្ធរបស់គាត់ញញឹមរាល់ថ្ងៃតែគួរស្ដាយនាងមិនដែលញញឹមម្ដងទៀតនោះទេថ្ងៃមួយ Sinoping បានយកមួកកូនក្មេងមកពាក់នៅមុខប្រពន្ធរបស់គាត់ឬមនុស្សស្មានដល់ប្រពន្ធរបស់គាត់ញញឹមបន្ទាប់ពីបានឃើញ Sinoping ពាក់មួកកូនក្មេងនោះគាត់ពិតជារំភើបណាស់នៅពេលបានឃើញស្នាមញញឹមរបស់ប្រពន្ធគាត់ម្ដងទៀតចាប់តាំងពីថ្ងៃនោះមក Sinoping ក៏បានចាប់ផ្ដើមស្លៀកពាក់ជាទារកជារៀងរាល់ថ្ងៃហើយប្រពន្ធរបស់គាត់តែងតែញញឹមនៅពេលឃើញ Sinoping ស្លៀកពាក់បែបនេះមនុស្សជាច្រើនបានសើចចំអកនិងគិតថាគាត់ឈួតសូម្បីតែកូនក្មេងក៏ថាគាត់ជាមនុស្សរោគចិត្តដែរតែដើម្បីតែស្នាមញញឹមរបស់ប្រពន្ធគាត់ Sinoping មិនខ្វល់ជាមួយពាក្យសម្ដីនិងការមើលងាយរបស់អ្នកដទៃទេគាត់ថាគាត់សុខចិត្តស្លៀកពាក់បែបនេះរហូតដល់ថ្ងៃគាត់ស្លាប់មិនយូរប៉ុន្មានប្រពន្ធរបស់គាត់ក៏បានស្លាប់ Sinoping នៅតែបន្តស្លៀកពាក់ជាទារកបែបនេះរហូតទោះបីជាប្រពន្ធរបស់គាត់បានស្លាប់ក៏ដោយចំពោះ Sinoping វិញក្តីស្រឡាញ់និងស្នាមញញឹមរបស់ប្រពន្ធគាត់មិនបានស្លាប់ទេគឺវានៅជាមួយគាត់រហូតកាន់មកដល់បច្ចុប្បន្នវិញយើងឃើញថា Frankie អាចក្ដួល Sinoping បានហើយ Frankie ក៏បានលួចសរសើរពីក្តីស្រឡាញ់របស់ Sinoping ដែលគាត់មានចំពោះប្រពន្ធរបស់គាត់ផងដែរបន្ទាប់មក Frankie ក៏ឆ្លៀតយូរទឹកភ្នែកឲ្យ Sinoping ហើយគាត់បាននិយាយថាいつかまたどこかで会ったら酒を飲みながら話してくれよルシアン